อรุณสวัสดิ์บองปะโอนทวดำนาកំសាន្តចូលប្រាសាទបឹងមាលាឬហៅប្រាសាទបេងមាលាជាមួយខ្ញុំសុខសប្បាយសុខចម្រើនទាំងអស់គ្នាបងប្អូនប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សទី12តាមរចនាបថអង្គរវត្តសាងសង់លើផ្ទៃដីរាបស្មើទំហំ14ហិកតាដែលមានកំពែង3ជាន់ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិបេងមាលាឃុំបេងមាលាសង្កាត់ស្វាយលើខេត្តសៀមរាបនាទិសអាគ្នេយ៍នៃភ្នំគូលែនមានចម្ងាយ72គីឡូម៉ែត្រពីទីក្រុងសៀមរាបតកតងនឹងឈ្មោះប្រាសាទនេះវិញអ្នកខ្លះហៅថាប្រាសាទបឹងមាលាឯខ្លះទៀតហៅថាប្រាសាទបេងមាលាយើងមិនទាន់មានភស្តុតាងដាច់ណាត់កំណត់ថាឈ្មោះប្រាសាទនេះថាអ្វីឲ្យប្រកាសនៅឡើយទេត្បិតថាឈ្មោះដែលហៅមកនេះមិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេគឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅតាមមាត់បន្តគ្នានាសម័យក្រោយៗមកដោយគ្មានសំណេរកត់ត្រាជាភាសាជាតិថាដូចម្តេចឡើយអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ដែលបានមកដល់ប្រាសាទនេះនៅឆ្នាំ1880ក៏បានហៅប្រាសាទនេះថាបឹងមាលាដោយមានការបញ្ចូលពាក្យហៅថាបឹងផ្កាឈូកការបញ្ចូលនេះក៏ពិបាកយកជាការណាស់ដែរដោយឡែកលោកអឹមសុក្រធីអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាក៏បានបង្ហាញថាបើយើងអានកំណាព្យនិរិះអង្គរវត្តរបស់កវីអុកញ៉ាសូតាន់ព្រៃជីអិននៅដើមសតវត្សទី20លោកបានហៅឈ្មោះប្រាសាទនេះថាបេងមាលាការហៅដូច្នេះអាចឲ្យយើងរកមូលហេតុមកពន្យល់បានខ្លះកាលពីជិត10ឆ្នាំមុនមានវត្តបុរាណមួយកសាងនៅក្នុងបរិវេណប្រាសាទមានឈ្មោះពេញថាវត្តព្រះកេតុវេលាវត្តនេះបានរើចេញមកសាងជាថ្មីនៅខាងលិចខាងក្រៅបរិវេណនៃប្រាសាទវិញអ្នកស្រុកហៅវត្តនោះខ្លីថាវត្តមាលាបែកអស់ហើយលោកអើយលោករបស់អ្នកស្រាវជ្រាវបារាំងនៅដើមសតវត្សទី20វត្តនេះមានក្នុងបរិវេណប្រាសាទយូរហើយបើមើលពីភស្តុតាងបុរាណវិទ្យាវិញគេក៏ឃើញមានខឿនដែលជាសំណង់ព្រះពុទ្ធសាសនានៅសម័យកណ្ដាលផងដែរដោយមិនដឹងថាប្រាសាទមានតាមថាអ្វីនោះមនុស្សក៏មានទំនោរហៅប្រាសាទនេះតាមឈ្មោះវត្តថាមាលាតគ្នារហូតមកទល់ពេលបច្ចុប្បន្នករណីនេះមិនចម្លែកនោះទេពីព្រោះថាយើងធ្លាប់ឮហៅឈ្មោះប្រាសាទតាមវត្តជាច្រើនកន្លងមកហើយដូចជាប្រាសាទវត្តត្រាច់ប្រាសាទវត្តធ្នង់ប្រាសាទទេពប្រណំប្រាសាទខ្នាតជាដើមដូច្នេះមាលាមិនមានតកតងទៅនឹងផ្កាអ្វីទេក៏ប៉ុន្តែតកតងទៅនឹងព្រះនាមរបស់ព្រះមហាក្សត្រមួយអង្គតាមលំនាំរឿងព្រេងព្រះកេតុមាលាដែលជារឿងដំណាលអំពីកំណើតនៃប្រាសាទនេះចុះដូចម្ដេចបានជាគេភ្ជាប់ពាក្យនេះទៅនឹងពាក្យបេងទៅវិញលោកអឹមសុក្រធីបានពន្យល់បន្ថែមថាមានផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីអង្គរមកកាន់តំបន់ខាងកើតចេញពីខ្សែត្រង់នៃភ្នំបាខែងកាត់តាមប្រាសាទជុំចៅស្រីវិបុលបន្ទាយអំពិលនិងកាត់តាមខាងត្បូងប្រាសាទមាលានេះរួចឆ្ពោះទៅកាន់ប្រាសាទបាកានហើយព្រះខ័ននៅកំពង់ស្វាយផ្លូវនេះនៅស្រុកអង្គរគិរីមុនវត្តត្រាចនិងតំបន់ជុំវិញប្រាសាទនោះហៅថាផ្លូវបេងហើយបានជាទំនោរការហៅឈ្មោះប្រាសាទភ្ជាប់ទៅនឹងផ្លូវដែលជាការចង់បង្ហាញថាប្រាសាទមាលានៅតាមបណ្ដោយផ្លូវបេងនោះឯងក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងមានភស្តុតាងឈ្មោះជាភាសាជាតិដែលយ៉ាងហោចណាស់មានគេដឹងឮតាំងពីដើមសតវត្សទី20មកម្លេះដែលយើងគួរតែប្រកាន់យកតក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងមានភស្តុតាងឈ្មោះជាភាសាជាតិដែលយ៉ាងហោចណាស់មានគេដឹងឮតាំងពីដើមសតវត្សទី20មកម្លេះដែលយើងគួរតែប្រកាន់យកតទៅប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀមមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថាប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្តប្រាសាទបេងមាលាមានគូទឹកព័ទ្ធជុំវិញមានបណ្ដោយប្រវែង1200ម៉ែត្រទទឹង900ម៉ែត្រជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្រវាឡក៏ប៉ុន្តែបើតាមការស្រាវជ្រាវនាពេលថ្មីនេះដោយផ្អែកលើភស្តុតាងនៃការសិក្សាលើវិស័យបដិមាសាស្ត្រនៃប្រវត្តិសិល្បៈសំណង់ស្ថាបត្យកម្មប្រាសាទនៅផ្នែកខាងកើតនាំឲ្យអ្នកស្រាវជ្រាវយល់ថាប្រាសាទនេះទំនងជាស្ថាបនាក្រោយអង្គរវត្តនាចុងសតវត្សទី12ពោលគឺសាងសង់ឡើងនៅចន្លោះសម័យសាងអង្គរវត្តមុនសម័យសាងប្រាសាទបាយ័ន
ប្រាសាទបេងមេលាមានហោត្រៃចំនួន4ធំ2នៅខាងក្រៅតូច2នៅខាងក្នុងហើយក៏មានផ្តែរចំនួន180ដែលលម្អដោយផ្កាភ្ញីនិងរំលេចដោយតួអង្គមនុស្សអាទិទេពរាហូហើយតកតងទៅនឹងរឿងទេវកថាជាច្រើនដូចជារឿងកោសមុទ្រទឹកដោះរឿងរាមកេរ្តិ៍រឿងមហាភារតយុទ្ធជាដើមក៏ប៉ុន្តែប្រាសាទនេះមិនមានសិលាចារឹកនោះទេនៅឆ្នាំ1933លោកសកសុដេសបានស្រាវជ្រាវឃើញប្រអប់ថ្មរាងជ្រុងប្រវែងឋាត់ក្បែរហោត្រៃធំនាទិអេសានបានសន្និដ្ឋានជាមជ្ឈមណ្ឌលតម្កល់សត្វលោកក្រោយមកទៀតលោកបណ្ឌិតនេះបានសន្និដ្ឋានតពីលោកសកសុដេសថាមជ្ឈមណ្ឌលនោះជាធម្មជាតិសពរបស់ព្រះបាទសូរ្យវរ្ម័នទី2ចំណែកលោកសាស្ត្រាចារ្យអង្គជូលៀនមានមតិយោបល់មិនស្របនឹងលោកបណ្ឌិតទាំងពីរខាងលើនោះទេបើតាមការសិក្សាកន្លងមកប្រអប់ថ្មរបៀបនេះគេប្រទះឃើញច្រើនដែលទំនងជាមានការពាក់ព័ន្ធទៅនឹងការតម្កល់សាកសពផងដែរក៏ប៉ុន្តែមិនច្បាស់ថាតម្កល់សពបុគ្គលណាមួយម្នាក់នោះទេបន្ថែមពីនោះនៅជុំវិញប្រាសាទបេងមេលាក៏មានប្រាសាទជាច្រើនដូចជានៅខាងលិចមានប្រាសាទដូនច័ន្ទប្រាសាទកោះចិនហើយខាងកើតមានប្រាសាទកងភ្លុកនិងប្រាសាទជ្រៃចំណែកខាងកើតប្រាសាទធំមានសំណង់រក្សាទឹកធំមួយមានគ្រឹះប្រាសាទនៅកណ្ដាលដែលអ្នកស្រុកហៅថាវាលលនទីឬក៏វាលមន្ទីឬក៏រហាលកន្លងមកប្រាសាទនេះត្រូវបានទទួលរងនឹងការខូចខាតជាច្រើនតែបច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរាបានធ្វើការអភិរក្សនិងរៀបចំឡើងវិញនៅគំនរថ្មឲ្យមានសណ្ដាប់ធ្នាប់រៀបចំជាផ្លូវដើរនៅណាកូនស្ពានឈើសម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាពផ្សេងៗនៃប្រាង្គប្រាសាទហើយក្រៅពីនោះអាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឲ្យមានភាពល្អស្អាតឡើងវិញផងដែរដោយមានក្រុមការងារបានកាត់សម្អាតមែកឈើដកស្មៅជាប្រចាំជាពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារនិងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផងបច្ចុប្បន្នក្រៅពីនោះអាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឲ្យមានភាពល្អស្អាតឡើងវិញផងដែរដោយមានក្រុមការងារបានកាត់សម្អាតមែកឈើដកស្មៅជាប្រចាំជាពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារនិងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផងបច្ចុប្បន្នប្រាសាទបេងមីលាក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសិក្សានិងទស្សនាឆ្វេងយល់មានការកើនឡើងជាបន្តបន្ទាប់